នេះយើងមកលេង Minecraft Speedrun ហើយនឹងមានចែកធីបមួយចំនួនដើម្បីលេង Minecraft Speedrun ទៅបានជោគជ័យនេះកុំឲ្យលេងទៅដូចអាចឆ្កែអញ្ចឹងងាប់រហូតមិនក៏ស៊ីបាយអង្គខ្ពូនតមកលេងដូចអាចចឹងអញ្ចឹងមើលវីដេអូហ្នឹងអ្នកគ្នានឹងលេងដូចអាចដូចខ្ញុំដែរអូខេអញ្ចឹងមកមើលខ្ញុំលេង Speedrun ទាំងអស់គ្នាថាខ្ញុំលេងដូចអាចប៉ុណ្ណានេះចូលមកដល់ក្នុងហ្គេមហើយពូមានផតថបាក់បែកមួយមានឆេះហើយនេះមានអីគេខ្លះអូមាន Obsidian ដាក់ចូលកាត់ផតថទៅ Nether មុនយើងទៅ Nether យើងត្រូវទៅការ Run Pickaxe ដើម្បីជីកយក Gold ហើយទៅការរកម្ហូបអាហារខំ3រួមភេទនេះភូមិយើងចូលភូមិមកអូនោះមានផ្ទះជាងដែកមួយព្រោះផ្ទះជាងដែកហ្នឹងមានរបស់របរសម្ភារៈសំខាន់នៅ Iron Pickaxe មាន Iron មាន Iron Cross មានអីចឹងទៅហើយយើងចូលមើលមានអីគេខ្លះជីកមកយើងមាន Pickaxe អូនេះមាន Iron Cross មាន Iron Pickaxe គេកប់ត្រីហើយយើងត្រូវការយើងបានហើយឥឡូវយើងវាយ Iron Golem ដើម្បីយកដែកបានខ្លះតោះនេះដាក់វាម្ដាយមកវាខឹងហើយនេះយើងឈរឡើងហ្នឹងមកឈរឡើងហ្នឹងវាវាយដល់វាយដល់ទេវាឡើងរួចទេហើយបើចាំឆ្ងល់ថាវាឡើងដល់ទេយ៉ាងខ្ញុំបញ្យល់តាម Iron Golem ម្ដងដាក់ប្លុក3ហើយវាយ Iron Golem វាវិធីហ្នឹងហួសសម័យឯងឈប់លេងទេនេះវាធម្មតា Iron Golem គឺវាចេះលោតនេះយកប៉ែលហើយជំរះស្មៅទាំងលើទាំងក្រោមអញ្ចឹងមកនៅពេលដែលយើងវាយ Iron Golem ទៅគឺវាអាចហក់បានទេឃើញអត់ខ្ញុំអាចវាយវាបានហ្វ្រីមូលហេតុនោះគឺនៅពេលដែលយើងជំរះស្មៅទៅគឺដីធម្មតាគឺវាខ្ពស់ជាងអាដីជំរះស្មៅហ្នឹង1 pixel ចឹងហើយធ្វើឲ្យ Iron Golem គឺវាអាចហក់បានទេព្រោះវាទាប Iron Golem គឺហក់បានតែមួយប្លុកទេអញ្ចឹងបើវាទាបជាងមួយប្លុកហើយវាហក់គេវាគិតថាវាអត់អាចហក់បានរបៀបចឹងនេះវាកើតឡើងចំពោះ Soul Sand ដែរព្រោះ Soul Sand វាទាបជាងដីធម្មតាប្លុកធម្មតាមក pixel ដែរអញ្ចឹងគឺធ្វើ Iron Golem គឺអាចហក់ឡើងមកលើបានអញ្ចឹងក្រោយពីការស្ដាប់ការបកស្រាយមក Iron Golem ចុងក្រោយគឺនៅតែនេះវាកុំស្លាប់យ៉ាងហើយបើឯងស្លាប់យើងបានអីការពារអ្នកភូមិទៀតវាឥឡូវយើងមកលូតផ្ទះអ្នកភូមិយើងមកគុំខ្វល់វាហ្នឹង Iron Golem គាត់អ្នកការពារផ្ទះអត់ប្រយោជន៍ទេតែឥឡូវយើងមានសម្ភារៈគ្រប់គ្រាន់ហើយយើងអាចទៅ Nether បានហើយនេះមុនទៅមាន Gold 2ដុំនេះវាយយក Gold ហ្នឹងសិននេះលើក្បាលផតហ្នឹងយើងវាយហើយយើងឆ្លងទៅជុំបងសុទ្ធហើយនេះយើងមកដល់ Nether ហើយអូផ្លូវទៅប្រាសាទពួកអាចកឈូកហ្នឹងហើយហៅផ្លូវទៅប្រាសាទពួកអាកឈប់ហ្នឹងដើម្បីទៅយកគោលទៅ trade មួយពួកអាក្បែរខ្ញុំហ្នឹងអីអត់ជាម៉េចចេះលេងដល់អញ្ចឹងនោះយើងឃើញគោលមកដុំធំនេះជីមកនេះចាំការទៀតវាយយកគោលហ្នឹងមកយើងបានគោលហើយទៅ trade មួយពួកអាកឈប់ដើម្បីយក ender pearl ពីផ្នែកហ្នឹងនេះយើងវាយគោលវាយកអស់ហើយឥឡូវយើងចូលលួចក្នុងប្រាសាទវាម្ដងលួចក្រៅអត់ចិត្តចូលប្រាសាទលួចបាយលួចគោលហើយយកគោលទៅ trade មួយពួកឯទៀតគេកុំខ្វល់យើងចូលលួចមកមើលលើអូនឹងឆេះមួយលួចមកមានស្អីខ្លះមានស្អីមានចូលទាំងអស់ហ្នឹងនេះលួចឲ្យបើចូលបុកគួយបាក់អូឈឺនេះគោលយើងមាន3 10ដុំហ្នឹងដឹងបានច្រើនហើយបោះ trade មួយពួកវាទៅខ្វល់នោះតាន់ពួកវាមួយពួកជាមួយគោលឥឡូវយើងមកលូត chest វាអូនេះមាន item មកកណ្ដោទឹកដាំស្អីនៅកន្លែងហ្នឹងព្រមចូលណែនេះមានអីទៀតលូតយកមកទាំងអស់ហ្នឹងនេះយើងកាប់យកហឹបមកកុំឆ្ងល់តែហេតុអីមិនខ្ញុំយកហឹបទៀតដឹងឯនេះយកហឹបវាមកនេះឥឡូវដាក់ហឹបហើយកាប់ហឹបដាក់ហឹបវិញហើយកាប់ហឹបទៀតដាក់ហឹបឆ្ងល់ថាវាដំណើរការចឹងមកយកនេះកាប់ខ្ញុំមកយល់នេះយើងដាក់ observer នៅទល់មុខគ្នាចឹងមកដាក់ឲ្យវាញល់គ្នាហើយយើងដាក់ហឹបមកដាក់ហឹបហើយយើងដាក់កឈូកហើយយើងបោះមេវាគឺវា trade លឿនណាស់គឺហឹបហ្នឹងទៅមុខទៅក្រោយគឺវា trade ឲ្យបោះលឿនឲ្យយកមកអញ្ចឹងវាដំណើរការដូច goal ដែរទាំងហឹបទាំង goal block នេះវាបោះឲ្យthêmលឿនណាស់អញ្ចឹងឆេះយើងក៏ដូចគ្នាយើងគ្រាន់តែដាក់ឲ្យកាប់ក៏វា trade លឿនដែរអញ្ចឹងគឺវាមានប្រយោជន៍សម្រាប់យើងអ្នកលេង speed run ត្រឹមតែនេះយើងលេងតែបន្តិចមកគឺបាន ender pearl មកកណ្ដោយកនេះបោះឲ្យធីមទៅអត់ត្រូវការចោលមកនេះបន្ទាប់ពីយើង trade អីអស់ហើយយើងកាប់ឈើទុកធ្វើខែដើម្បីផ្ទុះនេះចឹងនេះយើងក្រាស់ក្រែបានហើយឥឡូវយើងមកមើលពួកអាកឈុំនេះ trade ដល់ណាហើយនេះអូបាន ender pearl ច្រើនណាស់តានេះអញ្ចឹងយើង trade មួយពួកវាហើយយើងទៅរកប្រាសាទ fortress ដើម្បី palace ដើម្បីបាន palace ស្របចំពោះជើងធ្លាក់ទៅវិញ
ឥឡូវយើងគុំខ្វល់យើងទៅមុខទៀតទូមានអេវ៉ាសាអ្វីកើតឡើងក៏យើងគុំខ្វល់ដែរយើងគិតទៅពីទៅវាយនេះដែរបាទនោះឃើញសារ portrait ហើយយើងគប់ enable ឡើងទៅហ្មងលឿនណានេះគប់ទៅវាដាក់ប្លុកខាងផ្លែហ្នឹងឡើងមកដល់ហើយនោះជីកាប់ឡើងទៅដល់កន្លែង spawn បាត់ហើយនេះយកដាវយើងយកមកវាយវាមកនេះកាប់អត់អីនេះទើសក្បាលទៅវាកាប់ប្លុកឡើងនេះវាយពួក plus នេះវាយពួកវា spam យកក្នុង Minecraft Bedrock នេះ spam យកបានខាង Java ប្រហែលគេអត់កាយទេនេះមកនេះអូបានគ្រប់ទេដល់យើងធ្វើ portal ទៅហ្មងធ្វើ portal ទៅភពយើងវិញយើងធ្វើ portal ណា skeleton នេះស្អីនេះដាក់ម្ដាយមកទៅមកជួយweather skeleton អាហ្នឹងខ្លាំងណាស់អាឈាមខ្មៅហ្នឹងឈាមខ្មៅហ្នឹងទៅហៅបាក់ផ្ទះបកាច់នេះអាឈាមខ្មៅវាយវាមកmy skeleton ពីយើងកុំវាយវាទៅមកជើវាយអ៊ុយឈឺអូយអាឈាមខ្មៅនោះដាក់ឡើងចិត្តងាប់ហើយឥឡូវអាពួកនោះដេញបាញ់បាំងប្លុកកុំឲ្យវាដេញកុំឲ្យវាដេញបាំងយេអញ្ចឹងសុវត្ថិភាពហីធ្វើ portal ឆ្លងទៅភពយើងវិញអត់ចង់នៅរូបទៀតទេនេះឥឡូវយើងធ្វើ portal នេះអូជីចិត្តបាយ PA ទៀតនេះយក obsidian មកដាក់នេះវា portal មកនេះឥឡូវយើងវា portal ហើយយើងបើក portal ទៅភពយើងធម្មតាវិញមកនេះស៊ីក្របមកឡាសិនឆ្លងទៅវិញមកដល់នេះគប់ enable ទៅហ្មងនេះវាចម្លែងភ្នែកមកគ្នាយើងមានចម្លែកចិត្តអីមួយអ្នកគ្នាមានឆ្ងល់អីអត់ហេតុអីបានខ្ញុំ teleport ឆ្លង portal មកកន្លែង portal ដើមយើងវិញតាំងពីដំបូងហេតុអីមូលហេតុនោះគឺខ្ញុំវា portal នៅក្រៅមក portal ដែលយើងឆ្លងមកដំបូងគេទាំងអស់គឺខ្ញុំចាំ coordinate តាំងពីដំបូងអញ្ចឹងខ្ញុំវា portal នៅក្រោមវាអញ្ចឹងហើយបានយើង teleport ទៅអាកន្លែងដើមដែលយើងចូល portal ដំបូងគេទាំងអស់ឥឡូវយើងត្រឡប់មកវិញយើងបានណែយើងគប់ផ្នែកឡើងលើមេឃអូនវិញទៅតាមទិសនោះអញ្ចឹងមានន័យថាចុះក្រោមដីគឺខ្ញុំដឹងហ្មងដល់ទីចូលទៅក្រោមមកភិកអីយើងទុកទៅអីជីចុកក្រោមមកវីវឆ្លាក់ទៅពុបបាក់ទៅមកអូ strong hole នេះ strong hole គឺខ្ញុំចំណាយពេលរាប់ម៉ោងគ្រាន់តែដាក់ផ្នែកចូល portal lạiគឺពួកអានទៅដួងនោះដេញឈ្មោះខ្ញុំពេកមើលដាក់ទៅខ្វះមួយទៀតខំដាក់ឡើងដាក់ចូលនេះត្រង់ហូរយើងបាយចូលមកនេះ portal វាហ្នឹងបាយទៅដល់ចូលមកនេះនោះកន្លែងនេះយើងគប់ enable ទៅស៊ីការ៉ុតមកនោះនេះចុះមកនេះគប់ enable ទៅមកជួយគប់ពូទៀតខ្ញុំធ្វើមើលណានេះយើងមកវាយនេះមកមិនវាយនេះយើងគប់ enable ចំវាមកដើម្បីវាជាប់បច្ចេកថាអូងាប់ហើយបើដឹងថាបច្ចេកថានឹងអីគេទេហើយមានអីខ្លះទេយ៉ាងខ្ញុំខ្ញុំកំភែឲ្យមើលអានេះអត់មានបច្ចេកថាឡើយណាគឺយកខែទៅផ្ទុះឆៅហ្មងឃើញថាអត់ឈាមតាមបាញ់ទេគឺអត់ឈឺទេអានេះជាមួយបច្ចេកថាយកធ្នូយកស្នូបអីគប់បាញ់វាឲ្យចំក្បាលវាមកទៅពេលផ្ទុះមកឈឺយ៉ាងមុនទៀតតឈាម 6-7 មាន snowball មាន enderpearl មានធ្នូមាន flash potion ហើយនឹងសទួចត្រីនឹងមានអីផ្សេងទៀតប្រហែលជាខ្ញុំអត់ដឹងអញ្ចឹងបើដឹងជួយប្រាប់ខ្ញុំផងនេះវាយទៀតច្រឡំវាយចំ enderman ច្រឡំវាយចំ enderman នោះមកដាក់ប្លុកឡើងអូអានេះដូចវាមិនខឹងយើងវាខឹង ender dragon ហ្នឹងហើយវាខឹងហ្នឹងមិនខឹងយើងទេយើងគុំខ្វល់យកផ្ទុំនេះទៅមកអូឈឺ46% ចិត្តឈ្នះហើយឡើងឈាមទៅអញ្ចឹងយើងមិនបាច់ចាំកំតិច crystal តែវាឡើងឈាមឡើងទេយើងគុំខ្វល់យើងផ្ទុះតែក្រែហើយវាយដៃទៅទេក៏ងាប់តែទៅកំតិច crystal មកខាត់ទេស្អីគេលេង speed run គេលេងតែអញ្ចឹងនេះយកដាវយើងមកវាយមកចូលមកនេះហោះចូលមកហើយហោះឲ្យការចុះមកនៅ try គាត់ចុះមកនេះនៅ try គាត់ចុះមកនេះយើងចុះទៅវាយវាមកអត់លៀកភ្លើងឡើយវាយវាមកឈឺដូចផ្ទះបាត់ឈឺឈឺនេះខ្លាចវាហោះទៅបាត់យើងផ្ទុះក្រែវាងាប់ទៅហោះទៅបាត់ប្រហែលផ្ទុះហោះទៅបាត់ធ្វើមែនណាចូលមកវិញចូលសានហ្នឹងដឹងតែងាប់អីហើយធ្វើខ្លាំងណាចូលមកក្រោមចូលមកបាញ់គ្នាបានតែស្ដោះទឹកមាត់លើមើលហ្នឹងមកឯងអញផ្ទះងាប់ចូលមកហើយចូលខ្វក់
អាចនេះវិញអាចអូនចុះមកជួយជួយពីផ្ទុកហែបបាញ់ជីវិតនេះចាប់កុំខ្វល់ជីចខំផ្ទុកបុកផ្ទុកពីខែអស់ឈាមអូលើខ្ញុំដឹងតិចនិចមួយកុំផ្ទុកជុកខែហ្នឹងផ្ទុកលឿនពេកកុំឲ្យផ្ទុកជាប់គ្នានេះចុះមកផឹក potion អីហ្នឹងចុកទឹកវាយវាទៅអត់គេឡើងមកកាប់វាកាប់យកកាប់ឈ្នះវាទៅ speed run យើងមានតែប៉ុណ្្នឹងហើយ speed run តែ10នាទីគ្រាន់តែបញ្យល់ហ្នឹងចង់10ម៉ោងខ្ញុំវីដេអូមានតែប៉ុណ្្នឹងបាយ